នេះគឺជារថយន្តដ៏ទំនើបរបស់ប្រធានាធិបតីអាមេរិកដែលប្រើរាល់ថ្ងៃគឺលោក Donald Trump ជញ្ជាំងនិងទ្វារគឺប្រើដោយដៃថែបចំណែកកញ្ចក់គឺមានកម្រាស់ដល់7ទៅ1ទឹកឯណោះបងប្អូនណាហើយមានកម្រាស់ដល់ទៅ4ជាន់បាទសូម្បីតែ B41 ក៏មិនអាចបាញ់ធ្លាយផងដែរហើយវាមានកម្រាស់ដៃថែបខាងក្នុងនិងប្រភេទដែកបាទជាន់ចំនួន4ជាន់បន្ថែមទៀតចំណែកឯដៃទ្វារក្រៅពីក្រុមការងារអ្នកបើកឡាននិងអង្គរៈគឺមិនអាចមានអ្នកណាតប៉ះបានទេវាអាចបង្កនៃការឆក់ប្រសិនបាទមានរថយន្តកំពុងតែតាមពីខាងក្រោយគឺវាបានបញ្ចេញនៅសារជាតិប្រេងដែលល្អិលមួយយ៉ាងនៅលើផ្លូវហើយធ្វើឲ្យរថយន្តដែលបង្កនៅខាងក្រោយនោះមានការក្រឡាប់ឬក៏អាចបាទផ្ទុះកង់បានអញ្ចឹងរថយន្តរបស់គាត់នេះគឺអាចបង្កើននៅកម្លាំងសម្ពាធបន្ថែមទៀតហើយថែមទាំងមាននៅឧបករណ៍ការពារជាច្រើនដូចជាឈាមនិងហ្គាសនៅខាងក្នុងដើម្បីធានាបាននៅសុខសុវត្ថិភាពរបស់ប្រធានាធិបតីប្រសិនបើមានគ្រាប់បែកទម្លាក់ពីខាងលើបាទក៏មិនអាចបង្កបាននោះដែរ